ត់នំចែកនំកថាតែជាកសិករកម្មការនីដែលមានបំណងចង់បានម៉ូតូយកទៅប្រើប្រាស់ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ក្នុងការទិញលុយសតក៏អាចធ្វើការបង់រំលោភបានជាមួយនឹងហាងលក់ម៉ូតូហុងដាងនៅvùngឆាយដែលមាននៅសេវាកម្មបង់រំលោភជូនដល់អតិថិជនមិនថាអតិថិជនមានប្រាក់ចូលរួមមិនមានប្រាក់ចូលរួមរំលោភសតក៏អាចដាក់ពាក្យបង់រំលោភបានអ្វីដែលពិសេសឯកសារងាយមានត្រឹមតែអត្តសញ្ញាណប័ណ្ណសិភើគ្រួសារសម្បត្តិកំណើតរងចាំរយៈពេល1ម៉ោងនឹងទទួលបានម៉ូតូក្នុងក្តីស្រមៃយកទៅប្រើប្រាស់បានផងដែរអ្វីដែលអតិថិជនទាំងអស់គ្នាតែងតែកង្វល់គឺតកតងនឹង CBC ចាបើថាពុកម៉ែបងប្អូនកំពុងតែជាប់បង់ប្រាក់ជាមួយនឹងស្ថាប័ន1 2 3ក៏អាចដាក់ពាក្យបង់រំលោភបានដែរណាពុកម៉ែបងប្អូនកុំបារម្ភជាមួយនឹងសេវាកម្មបង់រំលោភមាននៅក្នុងហាងលក់ម៉ូតូអត់តែណាអាចដាក់ពាក្យបង់រំលោភបានជាមួយនឹងហាងលក់ម៉ូតូហុងដានៅvùngឆាយបងដែរពេលដែលពុកម៉ែបងប្អូនអញ្ជើញមកដល់ហាងលក់ម៉ូតូហុងដាយើងខ្ញុំមកជួបនឹងបុគ្គលិក3នាក់ដែលមើលតែដូចរៀងមិនគ្រប់ទឹកទឹក8ទឹក7នាក់ពុកម៉ែមកឃើញនៅក្នុងវីដេអូហ្នឹងគឺថារៀងវល់មិនអញ្ចឹងទេអញ្ចឹងមកចង់បានម៉ូតូពុកវិញមួយហាងលក់ម៉ូតូហុងដានៅvùngឆាយសុកតងពុកម៉ែបងប្អូន